ក្តាមប្រៃអាចនិយាយបានថាជាម្ហូបមួយដ៏ពេញនិយមដែរជាពិសេសយើងញ៉ាំជាមួយនឹងបាយកកគឺជាតិស្លាប់ហ្មងដោយសារតែថ្ងៃនេះខ្ញុំទិញមកក្តាមវាល្អអញ្ចឹងក៏ឆ្លៀតធ្វើក្តាមប្រៃតិចទៅអញ្ចឹងចំពោះការធ្វើក្តាមប្រៃគឺវាងាយស្រួលទេបងអូនតែអ្វីដែលរៀងពិបាកនៅក្នុងការលាងសម្អាតដំបូងឡើយយើងត្រាំវាមួយទឹកកកឲ្យក្តាមស្លាប់ដោះលាងសម្អាតដីក្អែខាងក្រៅនឹងអស់ចាំយើងយកមកលាងសម្អាតទឹកបន្ថែម 4-10 ទឹកទៀតណាបន្ទាប់ពីយើងលាងសម្អាតហើយយើងដាក់ត្រាំជាមួយនឹងទឹកត្រីយកមកហើយចំពោះទឹកត្រីដែលយើងត្រាំគឺយើងត្រូវលាយទឹកបន្ថែមយើងអាចបន្ថែមស្ករបន្តិចប៊ីចេងបន្តិចហើយបងអូនភ្លក់មើលថាតើទឹកត្រីរបស់យើងនឹងវាអត់ប្រៃខ្លាំងពេកអត់កុំឲ្យវាប្រៃខ្លាំងពេកកាលណាប្រៃខ្លាំងពេកក្តាមយើងគឺឡើងប្រៃខេះហ្មងអញ្ចឹងពេលដែលយើងយកមកហាយលាយគ្រឿងអីបន្ថែមវាអត់សូវចូលជាតិទេគឺក្តាមនឹងលុបទៅប្រៃលាយមិនក៏អត់ឆ្ងាញ់ដែរបងអូនតែបើសិនជាយើងភ្លក់ទឹកត្រីហើយឲ្យល្មមគឺក្តាមយើងពេលដែលលាយគ្រឿងទៅគឺត្រូវឆ្ងាញ់មែនតើអញ្ចឹងទឹកត្រីពេលដែលយើងយកមកយើងត្រូវលាយមួយទឹកក្តៅបន្ថែមទៀតណាដើម្បីឲ្យវារៀងសាបបន្តិចហើយការត្រាំក្តាមត្រូវត្រាំឲ្យលិចក្តាមទោះបីថាវារៀងសាបល្មមបន្តិចតួចអីក៏វាអត់ធ្វើឲ្យក្តាមយើងខូចឬក៏ស្អុយឡើងខ្មៅដែរអញ្ចឹងចំពោះក្តាមយើងត្រាំតាមមួយយប់បានហើយបងអូនគឺវាល្មមតាមដងហើយខ្លាញ់ក៏វាអត់ហូរចាញ់សាច់ក៏វានៅពេញអានេះខ្ញុំត្រាំមួយយប់ក៏យកមកញ៉ាំហ្មងព្រោះដោយសាររៀងឃ្លានដែរខានញ៉ាំយូរចឹងណាអញ្ចឹងបងអូនអាចមើលបានក្តាមខែ5មែនប៉ុន្តែមួយបកមកគឺសិតតែខ្លាញ់នឹងលឿងហ្មងណាគឺខ្លាញ់នឹងពេញស្នូកនិយាយពីថាអូយជាតិជាងគេកន្លែងស្នូកមានខ្លាញ់ហ្នឹងហើយបងអូនខ្ញុំជឿថាបងអូនមួយចំនួនក៏អត់ខុសពីខ្ញុំដែរសម្រាប់បងអ្នកដែលគាត់រៀងចូលចិត្តក្តាមប្រៃគាត់តែឃើញខ្លាញ់លឿងបែបនេះនិយាយពីថាប្រហែលជាសក់ទុំវត្តដែរទៅអត់អញ្ចឹងអានេះយើងធ្វើមកវាប្រៃល្មមអត់ប្រៃខ្លាំងទេនៅពេលដែលវាអត់សូវប្រៃខ្លាំងជឹកយើងងាយស្រួលនៅក្នុងការលាយគ្រឿងណាបងអូនលាយតែបន្តិចបន្តួចទេនិយាយពីថាចូលជាតិឆ្ងាញ់មែនតើអត់មានប្រៃខេះអីធ្វើឲ្យពិបាកញ៉ាំហើយឈឺកោអីគឺអត់មានទេអញ្ចឹងយើងត្រាំទឹកត្រីបែបហ្នឹងយើងភ្លក់មើលឲ្យហើយពេលដែលយើងត្រាំទៅវាអត់សូវប្រៃយើងញ៉ាំក៏វាឆ្ងាញ់ទៅតាមនឹងដូចគ្នាដែរអញ្ចឹងណាអញ្ចឹងទៅលើរបៀបនៃការលាយគ្រឿងគឺវាអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់បងអូនដែរអញ្ចឹងសម្រាប់ខ្ញុំដំបូងខ្ញុំលាយខ្ញុំដាក់ស្ករក្រហមខ្ញុំអត់ប្រើស្ករសទេដោយសារតែស្ករក្រហមខ្ញុំមានស្រាប់ហើយស្ករក្រហមស្ករត្នោតធម្មជាតិទៀតណាបន្ទាប់មកយើងដាក់ខ្ទឹមសចូលហើយអ្វីដែលអត់ត្រូវភ្លេចគឺជីនាងវងក្តាមប្រៃបត់ជីនាងវងដូចមិនក្តាមប្រៃយើងបងអូនហើយយើងរោយម្ទេសហុយក៏បានម្ទេសស្រស់ក៏បានទៅតាមចំណង់ចំណូលចិត្តរបស់បងអូនណាហើយថែមប៊ីចេងតិចទៀតអ្វីដែលអត់អាចភ្លេចមួយទៀតបានគឺក្រូចឆ្មាច្របាច់ឲ្យរៀងជូរលះតិចណាអានេះដោយសារតែខ្ញុំភ្លេចថតណាហើយខ្ញុំលាយនេះខ្ញុំលាយក្នុងបរិមាណតិចតួចបានល្មមញ៉ាំទេលាយច្រើនពេកខ្លាចសល់ស្ដាយព្រោះក្តាមទិញថ្លៃដែរខ្ញុំមិនដឹងតែខាងបងអូនទិញបានក្នុងតម្លៃប៉ុន្មានទេតែនៅខាងខ្ញុំក្តាមសែននេះ1គីឡូ10000ណាបងអូនទំហំទិញបានគឺមិនងាយបានទេសិតតែកក់គេទុកមុនណាបានទៀតចឹងឥឡូវរួចរាល់ហើយអានេះសម្រាប់ម្ហូបថ្ងៃត្រង់2ថ្ងៃទេតែមិនបានកាត់ផុស